គល់ឈើមួយយ៉ាងនេះមិនដឹងថាជីដើមអ្វីទេបងប្អូនមើលទៅសម្លេងសម្មាមខ្លាំងណាស់ប៉ុន្តែបុរសម្នាក់ហ្នឹងគាត់កាត់អាគល់ឈើហ្នឹងទៅធ្វើជាធោបុរាណមួយបានយ៉ាងស្រស់ស្អាតបងប្អូននិយាយទៅមិនសើមបានទឹកដៃគាត់ធ្វើជាមកគឺថាអែមខ្លាំងមែនទែនហើយនិយាយទៅអាគល់ឈើនេះដឹងជីដើមអ្វីទេបងប្អូនបងប្អូនណាស្គាល់ចាំជួយខមមិនប្រាប់ខ្ញុំផងឥឡូវចាំមើលការធ្វើរបស់អស់គ្នាបងប្អូនចង់ដឹងថាបុរសម្នាក់នេះគាត់យកអាគល់ឈើចង្អេងចង្ងាងហ្នឹងទៅធ្វើធោបុរាណក៏ធ្វើមិនអីចឹងតាមទស្សនាវីដេអូរបស់គ្នាបងប្អូននេះដំបូងក៏ចាប់ដើមសេរីវាចេញមកស្មើគ្នាស្អាតចឹងកាប់អាចង្អេងចង្ងាងនឹងចោលចឹងបងប្អូនរួចក៏ចាប់ដើមដាក់ចូលក្នុងម៉ាស៊ីនវិលគាត់ចឹងបងប្អូនបន្ទាប់គាត់ដាក់ចូលក៏ចាប់ដើមនេះមូលវាតឹងចឹងខ្លាច់វាកន្លាច់ពេលគាត់ឈូសចឹងបងប្អូនឥឡូវក៏ពួកចាប់ដើមឈូសសេរីធ្វើក្បាច់ធ្វើអីចឹងនិយាយទៅការធ្វើប្រកបគឺថាប្រើបច្ចេកទេសប្រើតិចនិកបានល្អខ្លាំងមែនទែនហើយការធ្វើបែបនេះគឺថាមិនងាយនឹងចេះទេបងប្អូនសំខាន់តើយើងធ្លាប់ឆ្លងកាត់ធ្លាប់មានបទពិសោធន៍ច្រើនឆ្នាំដែរមិនយើងអាចធ្វើកើតឥឡូវក៏ពួកចាប់ដើមសេរីធ្វើក្បាច់ដងទីម្ដងទីតាមអ្វីដែលគាត់បានធ្វើអញ្ចឹងបងប្អូនហើយការធ្វើនេះគឺថាមិនចេះតែធ្វើឲ្យទៅហើយវិដៃទេបងប្អូននិយាយទៅគឺថាគាត់ធ្វើជាមកគឺថាគុណភាពស្អាតខ្លាំងមែនទែនហើយគាត់មិនធ្វើតែធោនឹកបុរាណនេះមួយទេគាត់ធ្វើរបស់ប្រើប្រាស់ផ្សេងដែលធ្វើចេញពីដើមឈើដើមអីផ្សេងអញ្ចឹងគាត់អាចធ្វើបានច្រើនខ្លាំងមែនទែនឥឡូវក៏ពោះចាប់ដើមខួងអាគល់ចង្អេងចង្ងាហ្នឹងបងប្អូនគាត់ចាប់ដើមខួងវាដើម្បីធ្វើជាប្រឡោះដើម្បីទុកដាក់អីផ្សេងអញ្ចឹងនៅក្នុងហ្នឹងហើយនិយាយទៅធោបុរាណនេះគាត់ធ្វើឲ្យគឺថារូបរាងស្អាតប្លែកខ្លាំងណាស់បងប្អូននិយាយទៅមិនសើមបានទឹកដៃគាត់ធ្វើចេញមកអែមខ្លាំងមែនទែនកប់សេរីយកតែម្ដងឥឡូវចាំមើលអស់គ្នាទេបងប្អូនចាំមើលពេលគាត់ធ្វើហើយចង់ដឹងថាធោបុរាណហ្នឹងមើលទៅស្អាតប៉ុណ្ណាអីចឹងបងប្អូនកុំភ្លេចទស្សនាវីដេអូនេះដល់ចប់បានដឹងពីការធ្វើរបស់គាត់អូនេះឥឡូវក៏ចាប់ដើមបើកម៉ាស៊ីនហើយក៏ចាប់ដើមសេរីអាក្របវាម្ដងបងប្អូនក្របធោបុរាណហ្នឹងហើយនិយាយទៅគាត់ឈូសតិចប៉ុន្តែចេញមកគឺថាស្អាតខ្លាំងមែនទែនបងប្អូននិយាយទៅមិនសើមបានទឹកដៃប្រកួតនិយាយទៅបុរសម្នាក់នេះជាប្រកែខ្លាំងមែនទែនបងប្អូននិយាយទៅមិនសើមបានខ្ញុំមានពាក្យសរសើរគាត់ធ្វើចេញមកស្អាតប្លែកអញ្ចឹងហើយគល់ឈើអាចង្អេងចង្ងាហ្នឹងបងប្អូនណាស្គាល់ចាំជួយខមមិនប្រាប់ខ្ញុំផងថាគល់ឈើហ្នឹងគឺជាគល់ឈើអ្វីអញ្ចឹងខ្ញុំវាអត់ស្គាល់បងប្អូនអូ my god បងប្អូនឥឡូវគាត់ចាប់ដើមអ្នកសេរីធ្វើអាការ៉ូវាហ្នឹងមើលទៅគឺថាស្អាតខ្លាំងមែនទែនបងប្អូនគាត់ឈូម្ដងទីអញ្ចឹងហើយការធ្វើបែបនេះបើសិនយើងអត់ចេះធ្វើដូចគាត់បើសិនយើងទៅធ្វើដូចគាត់អញ្ចឹងគឺថាដឹងតែឈើនឹងខ្ទេចអស់ហើយបងប្អូនស្រួលឈូសឡងអាឈើនឹងឡងដែកនឹងពេញហ្នឹងឯងប៉ុន្តែគាត់មិនទុំទៅជាឥឡូវបងប្អូនគាត់ចេះរាប់រយឆ្នាំដែរហើយហ្នឹងចឹងណាបងប្អូនអូ my god ខ្ញុំនិយាយទៅរៀងស្អកកបងប្អូននិយាយទៅបើខ្ញុំនិយាយទៅមានកន្លែងណាខុសឆ្គងអីសូមតាភ័យទោសបងប្អូនដោយសារខ្ញុំនិយាយរៀងស្អកកអញ្ចឹងវារៀងតាក់អញ្ចឹងបងប្អូននេះឥឡូវចាប់ដើមខាត់វាម្ដងបងប្អូនខាត់វាជាមួយនឹងទឹកថ្នាំតិចអញ្ចឹងហើយនិយាយទៅសាច់ឈើហ្នឹងគឺថាពេលគាត់ខាត់មួយទឹកថ្នាំហ្នឹងហើយគឺថាស្អាតប្លែកខ្លាំងមែនទែនណានិយាយទៅគាត់ពិតជាមានជំនាញមួយយ៉ាងល្អប្រកែខ្លាំងមែនទែននេះអាថ្មលឿងហ្នឹងបងប្អូនបើតាថ្មលឿងខ្ញុំដឹងថាជាថ្មអ្វីទេពេលគាត់ខាត់ជាមួយនឹងអាឈើហ្នឹងហើយនិយាយថាសាច់ឈើឡើងពណ៌ចេញមកឡងស្អាតបងប្អូននិយាយទៅពួកគាត់ពិតជាប្រកែរោគំនិតច្នៃប្រឌិតខ្លាំងមែនទែនឥឡូវឃើញតែការធ្វើប្រកបចិត្តហើយបងប្អូននិយាយទៅក្រោយចេញរូបរាងប៉ុណ្ណេះគឺថាស្អាតប្លែកខ្លាំងមែនទែនបងប្អូននិយាយទៅមិនសើមបានទឹកដៃប្រកបនេះឥឡូវឃើញតែការធ្វើប្រកបហើយបងប្អូនអញ្ចឹងវីដេអូមិនតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះផ្ដើមរហូតដល់ចប់បើមានកន្លែងណាខុសឆ្គងសូមតាភ័យទោសផងបងប្អូនកុំភ្លេចជួយ follow page អ្នកមួយផងបងប្អូន